รีบสู้ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនដែលតែងតែចូលទស្សនានៃវីដេអូใน Channel YouTube តន្ត្រីនាងចោមរបស់យើងខ្ញុំគឺនេះគឺជាកម្រងវីដេអូដែលពុកម៉ែបងប្អូនគឺខាងមិត្តធំបាសគឺគាត់ប្រារព្ធកម្មវិធីនេះគឺនៅស្រុកបាធាយខេត្តកំពង់ចាមយើងនៅថ្ងៃទី16ខែ8ឆ្នាំ2026ដែលកន្លងផុតទៅប្រហែលថ្ងៃនេះគឺជាកម្រងវីដេអូដែលសែលទុកចេញពីពុកម៉ែបងប្អូនដែលចូលរួមទៅទស្សនាចំណែកខ្ញុំផ្ទាល់គឺអត់មានពេលដើរថតវីដេអូទេតែតែយើងគឺជាប់ភារកិច្ចគ្រប់គ្រងសោនម្នាក់ទៅម្នាក់បាទគឺសម្រាប់ខ្ញុំគឺសោនរបស់ខ្ញុំចំណែកបងប្អូនដទៃគឺគាត់គ្រប់គ្រងសោនរបស់បងប្អូនដទៃទៅនេះគឺជាសកម្មភាពបាទគឺថតបញ្ចាំងអំពីការប្រគំការសាបាសបាទនៅស្រុកជើងព្រៃនៅស្រុកបាធាយខេត្តកំពង់ចាមយើងហ្នឹងពុកម៉ែបងប្អូនទស្សនាកកយ៉ាងច្រើនមែនទែនបាទអរគុណច្រើននេះគឺជា MC ដមបាទដែលកំពុងតែ review អីវ៉ាន់របស់គាត់គឺសាប់16បងប្អូនសាប់16ហើយសងឃើញ6ដែរតែមិនប្រមាណទេខ្ញុំមិនដឹងទេគាត់កំពុងតែ review អីវ៉ាន់របស់គាត់បាទសាច់ភ្លេងរបស់គាត់បាទគឺសាប់លើអែមមែនទែនបាទសងក៏មិនណយដែរហើយអរគុណច្រើនណាស់អរគុណជាខ្លាំងសម្រាប់ម៉ែបងប្អូនពីចិត្តពីឆ្ងាយដែលចំណាយពេលវេលាដ៏មានតម្លៃចូលមកទស្សនានៃការប្រគំកម្មវិធីនេះឡើងគឺអរគុណមែនទែនមិនថាចិត្តមិនថាឆ្ងាយបាទហើយយ៉ាងវិញនេះទៀតនោះគឺពុកម៉ែបងប្អូនយើងគឺពិតជាមានសណ្ដាប់ធ្នាប់ល្អមែនទែនក្នុងការសាកនេះគឺក្នុងការសាកនៃឈុតនីមួយគឺគេកំណត់ឲ្យក្នុងមួយឈុតគឺ12នាទីបាទ12នាទីពីមួយឈុតទៅមួយឈុតគឺពុកម៉ែបងប្អូនរបស់យើងគឺគាត់មានសណ្ដាប់ធ្នាប់ល្អមែនទែនគឺនិយាយរួមទៅគឺបាទយើងធ្វើនេះគឺនៅលើកទី1ប៉ុន្តែគឺធ្វើបានយ៉ាងរលូនទាំងសុវត្ថិភាពពុកម៉ែបងប្អូនទៅហើយនឹងមកហើយនឹងឧបករណ៍នៃសោនរបស់បងប្អូនមួយគឺមិនមានការខូចខាតអីឡើយគឺយើងបានជួបជុំមិត្តភ័ក្តិក្នុងបាសយើងអស់គ្នាហ្នឹងគឺពិតជាសប្បាយរីករាយមែនទែនចំណែកខ្ញុំគឺសប្បាយរហូតដល់ហូបបាយលេងឆ្ងាញ់បងប្អូនគឺរំភើបពេកគឺរំភើបណាស់មិនដែលមានកម្មវិធីនេះឡើងទេគឺលើកទី1ហើយនៅខេត្តកំពង់ចាមរបស់យើងហើយល្អវិញទៀតនោះគឺទេវតាគឺគាត់បានប្រទានពេលវេលាឲ្យឡើងល្អពុំមានភ្លៀងបាទព្រោះចឹងដឹងប្រាប់ថាគឺរដូវកាលនេះគឺរដូវកាលខែវស្សាគឺភ្លៀងខ្លាំងមែនទែនរដូវកាលនេះប៉ុន្តែក្នុងកំឡុងពេលដែលពួកយើងគឺធ្វើការប្រគំកម្មវិធីនេះឡើងគឺពុំមានភ្លៀងទេបងប្អូនគឺភ្លៀងមិនភ្លៀងក្តៅគឺក្តៅថ្ងៃបន្តិចក្តៅតែពេលព្រឹកគឺត្រជាក់បាទគឺទេវតាគឺប្រទានពររបស់ឲ្យពួកយើងមែនបើសិនបើភ្លៀងវិញខ្ញុំស្មានដល់មិនត្រូវទេបងប្អូនគឺទីកន្លែងនេះគឺទីកន្លែងវាលឲ្យរៀងដីរៀងខ្ពស់ឲ្យខ្យល់បងប្អូនសិនបើខ្យល់វិញគឺមិននៅទេប៉ុន្តែផ្ទុយទៅវិញគឺទេវតាបានបន្ទោពៀនទានពរឲ្យពួកយើងគឺមិនមានភ្លៀងទេចំណែកពេលដែលពួកយើងរើរួចរៀបចំរួចទៅដល់ផ្ទះនីមួយគឺមេឃចាប់ដើមខ្យល់ភ្លៀងកន្ត្រាក់បាទនេះគឺជាមូលហេតុអញ្ចឹងគិតថាបងប្អូនយើងគឺពិតជាអ្នកមានបុណ្យមែនហើយในការធ្វើដំណើរវិញនោះគឺទៅដល់ផ្ទះទាំងទៅទាំងមកគឺសុវត្ថិភាពទាំងអស់ពុំមានបញ្ហាអីឡើយអញ្ចឹងសរុបសេចក្តីមកវិញគឺការប្រគំតន្ត្រីនេះធ្វើឡើងនេះគឺពិតជារលូន 100% ហើយក៏អរគុណទៅកាន់អ្នកដែលផ្ដើមកម្មវិធីនេះឡើងតែប្រារព្ធនៅថ្ងៃទី16នេះគឺពិតជាអរគុណមែនទែនបាទចំណែកនេះវីដេអូនេះគឺរូបធុងបាសខ្ញុំផ្ទាល់ម្ដងគឺឈ្មោះថាតន្ត្រីនាងចោមបាទនេះគឺឈ្មោះធុងបាសខ្ញុំតែម្ដងសម្រាប់
នេះគឺធំបាសអូនខ្ញុំចំណែកនេះគឺជាមេខ្ញុំគឺមេខ្លាបាទចំណែកនេះគឺធំបាសវណ្ណៈរវាងនេះគឺឧត្តមបាទអូនឧត្តមនេះគឺធំបាសបងសារិមនៅខេត្តកំពង់ឆ្នាំងចំណែកនេះគឺទេពអង្គលបាទនេះគឺធំបាសច្រកភ្នំនេះគឺធំបាសបងភ័ក្របាទបងភ័ក្រនេះគឺបងតាំងក្រាំងគឺនៅតាំងក្រាំងថ្មីបាទនេះគឺបងលីហេងសេរីមង្គលយើងគឺនៅចិត្តនេះទេចំណែកនេះគឺបោះពូដារបស់យើងនេះគឺបោះបងសាយនៅកាកោងចំណែកនេះខ្ញុំអត់ស្គាល់ឈ្មោះទេចំណែកធុងនេះគឺល្បីជាងគេបាទធុងនេះហើយធុងនេះគឺបន្ទាប់បាទ4x4ចំណែកបងនេះគឺមិនណយដែរចំណែកនេះគឺបងទូរបស់យើងបាទចំណែកនេះធុងបងណាទេខ្ញុំភ្លេចអស់ហើយបាទអរគុណប្រពៃក្តីមកអរគុណច្រើនសម្រាប់ការចូលរួមទស្សនា